មនុស្សទូទៅមិនចូលចិត្តនិយាយពីរឿងលុយបាទគាត់ច្រើននិយាយថាលុយមិនអាចទិញសុភមង្គលបានលុយមិនអាចទិញសេចក្តីសុខបានលុយមិនអាចទិញពេលវេលាបានលុយមិនអាចទិញនេះមិនអាចទិញនោះបានក៏ប៉ុន្តែខ្ញុំគិតថាលុយអាចទិញរបស់ទាំងនោះបានអញ្ចឹងវាជាការល្អដែលយើងទៅជែកពីលុយហើយហេតុអីបានយើងមិននិយាយពីរឿងលុយក្នុងគណៈដែលយើងឡាក់ចាយលុយរាល់ថ្ងៃហើយយើងចាយលុយមួយជីវិតមិនក៏យើងមិននាំគ្នានិយាយពីរឿងលុយនិងហិរញ្ញវត្ថុនៅពេលដែលលុយនិងហិរញ្ញវត្ថុជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតយើងបាទនិយាយដូច្នេះមិនមែននិយាយថាយើងលោភលន់នឹងលុយទេព្រោះយើងស្លាប់ទៅក៏មិនអាចយកលុយទៅតាមដែរក៏ប៉ុន្តែមុននឹងយើងស្លាប់តើយើងបង្កើតអីខ្លះសម្រាប់សង្គមជាតិយើងសម្រាប់ខ្លួនយើងនិងសម្រាប់ក្រុមគ្រួសារយើងនិងមនុស្សជុំវិញយើងបាទតាមធម្មតាទេនៅលើពិភពលោកយើងនេះមនុស្ស 20% គាត់មានលុយ 80% ហើយមនុស្ស 20% នោះមនុស្ស 80% ទៀតគាត់មានលុយតែ 20% ទេអញ្ចឹងអ្នកមានតិចណាស់អ្នកមានតែ 20% ទេណាហើយនៅក្នុងអ្នកមាន 20% នោះអ្នកមានបំផុតមានតែ 5% ទៀតហើយនៅលើណាប្រទេសណាដូចប្រទេសណានៅលើពិភពលោកជារួមនៅស្រុកខ្មែរយើងក៏ដូចនេះដែរអញ្ចឹងហើយអ្នកមានទៀមទាមនុស្សនឹងមានលក្ខណៈពិសេសជាពិសេសវិន័យក្នុងការចាយលុយនឹងឯងអញ្ចឹងមនុស្សដែលមាននោះមនុស្សនឹងចូលចិត្តនិយាយអំពីលុយនិយាយអំពីទ្រឹស្ដីគំនិតល្អក្នុងការធ្វើម៉េចឲ្យរីកចម្រើនក្នុងជីវិតនិងធ្វើម៉េចក្នុងការបង្កើតការងារគេធ្វើអញ្ចឹងអ្នកមាននោះភាគច្រើនមានអត្តចរិតបែបនេះហើយអ្នកក្រនិងអ្នកមធ្យមនោះចូលចិត្តនិយាយអំពីមនុស្សគាត់និយាយពីមិត្តភក្តិគាត់និយាយពីអ្នកជិតខាងគាត់និយាយពីអ្នកធ្វើការក្បែរគាត់និយាយពីមេគាត់និយាយពីកូនចៅគាត់និយាយពីមនុស្សធ្វើការជាមួយគ្នាឬក៏គាត់ចូលចិត្តនិយាយពីរបស់បាទនេះគាត់និយាយអំពីឡាននិយាយអំពីម៉ូតូនិយាយអំពីទូរស័ព្ទអញ្ចឹងគាត់ចូលចិត្តនិយាយអំពីមនុស្សនិងរបស់របរប៉ុន្តែអ្នកមានគេចូលចិត្តនិយាយអំពីគំនិតល្អក្នុងការធ្វើម៉េចឲ្យរីកចម្រើនទ្រឹស្ដីល្អក្នុងការធ្វើម៉េចដើម្បីឲ្យអាជីវកម្មរបស់គាត់និយាយអំម៉េចដើម្បីឲ្យទៅកសាងរួបរวมគ្នាដើម្បីធ្វើកិច្ចការធំអញ្ចឹងហើយចរិតអត្តចរិតទាំងឡាយនោះហើយដែលកំណត់អ្នកមាននិងអ្នកក្រភាគច្រើនមនុស្សជោគជ័យឬក៏អ្នកមានហ្នឹងគាត់មានគោលដៅមួយច្បាស់លាស់ណាក្រៅពីការងារប្រចាំថ្ងៃគឺគាត់មានគោលដៅមួយច្បាស់លាស់តែថ្ងៃនេះគាត់ចង់សម្រេចអីសប្តាហ៍នេះគាត់ចង់សម្រេចអីឆ្នាំនេះគាត់ចង់សម្រេចអី5ឆ្នាំទៀតគាត់ចង់សម្រេចអី10ឆ្នាំទៀតគាត់ចង់សម្រេចអី20ឆ្នាំទៀតគាត់ចង់សម្រេចអីអញ្ចឹងគាត់មានគោលដៅច្បាស់លាស់ហើយគោលដៅនឹងហើយដែលធ្វើឲ្យគាត់ធ្វើផែនការគឺផែនការប្រចាំឆ្នាំប្រចាំទសវត្សរ៍ប្រចាំខែប្រចាំសប្តាហ៍និងប្រចាំថ្ងៃគាត់មានផែនការហើយបានគាត់មានសកម្មភាពប្រចាំថ្ងៃហ្នឹងសកម្មភាពប្រចាំថ្ងៃគឺយោងទៅតាមផែនការរបស់គាត់អញ្ចឹងហើយពេលដែលគាត់មានគោលដៅគាត់មានផែនការគាត់មានសកម្មភាពគាត់មានវិន័យអញ្ចឹងអ្នកមានគេមានវិន័យឧទាហរណ៍ថ្ងៃនេះខ្ញុំណាត់ជាមួយលោកមកជួបគ្នាម៉ោង12អញ្ចឹងវិន័យរបស់ខ្ញុំគឺត្រូវមកដល់នេះម៉ោង12ខ្ញុំមិនអាចមកយឺតបានកុំថាឡើយកម្មវិធីនេះជាកម្មវិធីវិទ្យុកម្មវិធីណាត់ជួបក៏ដោយខ្ញុំមិនអាចយឺតបានទេហើយខ្ញុំយល់ព្រមមកជួបលោកគឺខ្ញុំមកជួបលោកហើយអញ្ចឹងថ្ងៃនេះខ្ញុំមានកម្មវិធីច្រើនគេអញ្ជើញផ្សេងក៏ប៉ុន្តែខ្ញុំមានវិន័យរបស់ខ្ញុំដូចជាខ្ញុំព្រលឹមឡើងម៉ោង9ដល់ម៉ោង12ខ្ញុំប្រជុំក្រុមការងារថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអញ្ចឹងបើគេអញ្ជើញកម្មវិធីល្មមខ្ញុំអត់ទៅទេលើកលែងកម្មវិធីនោះសំខាន់ណាស់អានឹងខ្ញុំអាចគិតពីការប្រជុំទៅជួបគេឲ្យអ្នកក្រុមការងារគេប្រជុំគ្នាគេទៅណាអញ្ចឹងហើយជាវិន័យហើយវិន័យវាកើតចេញពីផែនការកើតចេញពីគោលដៅហើយជាទូទៅមនុស្សដែលជោគជ័យឬក៏អ្នកមានគេមានគោលដៅមួយគឺអត់ទំនេរមិនទំនេរថ្ងៃណាក៏ជាថ្ងៃដែលគេធ្វើការជាប្រយោជន៍ដែរហើយគេផ្ដល់ជាគេហៅថាអតិភិបអញ្ចឹងមួយថ្ងៃមួយសប្តាហ៍មួយខែហ្នឹងតើគេឲ្យការងារគេទៅអត្តភាពអីខ្លះអញ្ចឹងគេរើសតែអត្តភាពសំខាន់ទេដូចជាការផឹកស៊ីមិនមែនជាអត្តភាពទេអញ្ចឹងអ្នកជោគជ័យគេកម្រទៅកិច្ចការនោះដែរប៉ុន្តែមិនមែនន័យថាគាត់បោះបង់ចោលទេណាគាត់មានគាត់ទៅប៉ុន្តែសកម្មភាពនោះគឺដើម្បីទំនាក់ទំនងគ្នាដើម្បីជាប្រយោជន៍ចំណងតាក់ទងហើយគេចូលចិត្តដើរជាមួយមនុស្សជោគជ័យមនុស្សមានកេរ្តិ៍ឈ្មោះល្អនិងមនុស្សដែលផ្ដល់ផលប្រយោជន៍ឲ្យគេនិយាយដូច្នេះមិនមែនមានន័យថាដើរស្វែងទៅរកផលប្រយោជន៍ទេបើពេលខ្លះផលប្រយោជន៍មិនតែផលប្រយោជន៍សម្រាប់សង្គមណាផលប្រយោជន៍សម្រាប់ប្រទេសជាតិណាពេលខ្លះទៅនិយាយជាមួយយុវជនទៅជួបយុវជនមិនបានលុយទេមិនដែលបានផលប្រយោជន៍ទៅប្រទេសជាតិអញ្ចឹងមនុស្សជោគជ័យហ្នឹងគេឲ្យតម្លៃពេលវេលាគេខ្ពស់ណាគេកម្រចំណាយពេលវេលាអត់ប្រយោជន៍ណាគេមានវិន័យរបស់គេ
nó mong một màn kia tua tiên bái kia miền vị này bảo kia mong một màn khóc vì đầm nấy kia miền vị này bảo kiaច្បាស់លាស់តែម្ដងបាទមិនថ្ងៃអាទិត្យនឹងលេងទំហេតទៅដល់ម៉ោង10ភ្លឺមិនមែនទេអ្នកជោគជ័យគេមានវិន័យរបស់គេដែរហើយថ្ងៃអាទិត្យក៏ជាថ្ងៃគេមានប្រយោជន៍គេជួបបុគ្គលណាមួយក៏ជាប្រយោជន៍របស់គេដែរបាទតាមអ្វីដែលខ្ញុំបានស្ដាប់លោកលើកមកមិញនេះគឺខ្ញុំចាប់អារម្មណ៍ថាអ្វីដែលលោកលើកមកគឺទី1គឺកត្តាពេលវេលាបាទហើយទី2គឺកត្តាសັບគប់គឺជាការរឿងដែលសំខាន់ហើយនៅក្នុងនោះគឺខ្ញុំចង់សួរលោកផងដែរពីព្រោះថាយើងនិយាយអំពីការប្រើប្រាស់ទម្លាប់ប្រើប្រាស់នៃហិរញ្ញវត្ថុរបស់អ្នកមានអញ្ចឹងខ្ញុំសូមភ្ជាប់សំណួរតទៀតទៅលោកផងដែរថាតើទម្លាប់នៃការប្រើប្រាស់ហិរញ្ញវត្ថុវិញតើអ្នកមានគាត់ប្រើប្រាស់ហិរញ្ញវត្ថុដោយរបៀបណាដែរបានជាគាត់មានកាន់តែមានខ្លាំងទៅបាទមែនតែនមនុស្សអ្នកមានមនុស្សនឹងចាយលុយបាទអ្នកខ្លះថាអ្នកមានរិះខុសអ្នកមានចៃដន្យនេះអ្នកមានហេងស៊យនេះអ្នកមានពិតប្រាកដគឺជាប្រភេទមនុស្សចាយលុយណាមានន័យថាមនុស្សចាយលុយហើយប៉ុន្តែអ្នកចាយលុយហ្នឹងគាត់ភាគច្រើនអ្នកមានគាត់ចូលចិត្តទៅទិញរបស់ដែលបង្កើតលុយឲ្យគាត់បាទទិញរបស់ចំណាយបង្កើតលុយឲ្យគាត់ប៉ុន្តែអ្នកក្រនឹងមធ្យមចូលចិត្តទិញរបស់ដែលមិនបង្កើតលុយឲ្យគាត់អ្នកឧទាហរណ៍ទិញដីទុកចោលមានបង្កើតលុយឲ្យគាត់ដូរឡានល្អណាដូរឡានជិះល្អណាធ្វើផ្ទះធំនៅបាទណាអ្នកខ្លះមានលុយ1លានធ្វើផ្ទះអស់1លាន2សែនបាទណាប៉ុន្តែបើធ្វើផ្ទះ1លាន2សែននឹងយកទៅជួលជាអាផាតមិនបានលុយជាប្រចាំខែវិញអានឹងកំណត់អ្នកមានណាបាទមានកូនចៅ12 3នាក់ទេធ្វើផ្ទះ5ជាន់ណាបាទអាហ្នឹងឥឡូវគេយកពុនដីពុនអីទៀតទៅធ្ងន់នេះឲ្យតាំងធ្ងោអញ្ចឹងទម្លាប់អ្នកមាននឹងហិរញ្ញវត្ថុគាត់ទិញស្អីក៏ដោយច្រើនតែបង្កើតលុយឲ្យគាត់ណានេះជាគោលគំនិតរួមរបស់គាត់បើទិញអីមិនបង្កើតលុយគាត់អត់ទិញទេគាត់ចូលចិត្តប្រើរបស់មានតម្លៃក៏ប៉ុន្តែគាត់រៀនពីរបស់មានតម្លៃហ្នឹងឆ្នៃមិនឲ្យចេញលុយអ្នកមានបកែលក់អ្នកក្រមកស៊ុំបកែទិញចូលចិត្តទិញបាទណាប៉ុន្តែអ្នកមានគេទិញមែនប៉ុន្តែគេយកអាហ្នឹងទៅឆ្នៃដើម្បីលក់ទៅវិញដើម្បីបង្កើតលុយទៅវិញណាអញ្ចឹងអ្នកមានគេមានវិន័យលុយកាក់ហ្នឹងសម្បើមហើយអ្នកមានគេចូលចិត្តខ្ចីលុយគេដើម្បីពង្រីកអាជីវកម្មអ្នកក្រនឹងមធ្យមនិយាយថាបើខ្ចីលុយគេជាមនុស្សមួយអន់ណាប៉ុន្តែអ្នកមានគេហៅថាបំណុលល្អទៅខ្ចីលុយគេហ្នឹងព្រោះខ្ចីលុយដើម្បីពង្រីកអាជីវកម្មនិងបង្កើនអាជីវកម្មបាទជាពិសេសខ្ចីធនាគារហ្នឹងប៉ុន្តែបើសិនជាអ្នកក្រគាត់ថាអត់ខ្ចីលុយគេហើយបើខ្ចីលុយគេច្រើនតែទៅទិញម៉ូតូជិះទិញឡានជិះហឺហាខុសគោលដៅបាទឬក៏យកមកជួលផ្ទះហឺហាមិនជួលលុយជួលផ្ទះបង្កើតលុយអញ្ចឹងអ្នកមានគេមានបញ្ញាខាងផ្នែកហិរញ្ញវត្ថុបញ្ញាខាងផ្នែកហិរញ្ញវត្ថុមានន័យថាគាត់បកកែយកលុយបង្កើតលុយយកលុយបង្កើតលុយឧទាហរណ៍ថាខ្ញុំមានលុយ200000ខ្ញុំទៅទិញផ្ទះមួយខ្ញុំជួលបាន$500ក្នុងមួយខែបាទផ្ទុយទៅវិញបើខ្ញុំយកលុយ20000ទៅចងការអ្នកដែលបកកែរស់ស៊ីមួយឆ្នាំអន់ណាស់ខ្ញុំបាន5-10%ដែរបាទអញ្ចឹងលុយ20000ហ្នឹងមួយខែនេះខ្ញុំបានលុយមួយខែមក100,000វាបានប្រហែលជា1000ណា200,000ខ្ញុំបានលុយ2000ណាអញ្ចឹងយ៉ាងហោចខ្ញុំបានលុយ2000បើសិនជាខ្ញុំយកលុយហ្នឹងទៅឲ្យអ្នកបកកែរកស៊ីយកលុយទៅរកស៊ីខ្ញុំបានយ៉ាងហោចណាមួយខែ2000ក្នុងគណៈដែលមនុស្សម្នាក់ទៀតទិញអាគារមួយ200,000ជួលបានតែ4-500ទេអញ្ចឹងបញ្ញាហិរញ្ញវត្ថុខុសគ្នាហើយគាត់សង្ឃឹមថាផ្ទះនឹងឡើងថ្លៃវាមានឱកាសឡើងថ្លៃហើយក៏មានឱកាសធ្លាក់ថ្លៃដែរផ្ទះមិនមែនផ្ទះឡើងថ្លៃរហូតទេបាទខ្ញុំសូមញែកបន្តិចព្រោះយើងពីមុនមិញនិយាយអំពីអ្នកមានអ្នកក្រឬក៏អ្នកមធ្យមអញ្ចឹងការទៅជែកភាគច្រើនផ្ដោតទៅលើផ្នត់គំនិតអ្នកមាននិងអ្នកក្រអានោះផ្សេងគ្នាប៉ុន្តែសំណួរបងស្រីផ្ដោតទៅលើកូនអ្នកមានណាកូនអ្នកមានចាយលុយប្រេះផ្ដាស់អានោះហើយមិនល្អទេអញ្ចឹងបានសុភាសិតខ្មែរយើងអ្នកខ្លះថាយកពីចិនមកថាអ្នកមានមិនដែល3តអ្នកក្រមិនដែល3ជាន់3ចំនួនហ្នឹងអញ្ចឹងមានន័យអញ្ចឹងមានន័យថាបើអ្នកមាននោះប្រហែសមិនបានអប់រំកូនឲ្យចាយលុយដោយមានបញ្ញាញាណទេបានន័យថាចាយប៉ាតណាប៉ាតណីអត់ប្រយោជន៍គាត់នឹងក្រទៅវិញណាពេលដែលឪពុកម្ដាយស្លាប់ទៅកូននឹងក្រទៅវិញហើយដូចខ្ញុំជម្រាបពីមុនអញ្ចឹងអ្នកមានធំខ្លាំងនោះគឺភាគច្រើនចេញពីកូនអ្នកក្រមកទេព្រោះដោយសារគាត់ក្រគាត់មិនចង់ឲ្យគាត់ក្រលំបាកគាត់មិនចង់ឲ្យខ្លួនក្រទេគាត់ខំទេគាត់មាន
chẳng sầm nua nhom bọn tam chập bán bong miền Sa tha vừa câu nẹt miên nó chài bạn na bạn ấy việc pa bò sẵn cùng việc ba chập pa nè còn chài ọt phải giàu chẳng nẹt miên nẹt miên để chlat với cái phải giặt rương chùm nón còi bảo kiaพวกกันนะก็โกนเตียไอ้กบ้านอดวินัยนู้ไงคราวนึงเราลงเราเลี้ยให้พวกโกนู้อดได้สกอร์พิบลงบ้าขยมจัดประเภทพวกนึงจีดาวเจ๊ได้เหมือนได้ตรึกชอลเป็นไงมวยถือชอลก่อนนึงดูเราลุมพวกก็ได้ถือชอลก่อนมันจะรึบ้านนี้ก็ได้จูบอุปสรรคยังโกเนี่ยครอบเรียบโดยจีดาวหรือไซเนี่ยดาวหรือไซตรึกชอลรอทั้งไงมันก็จูบอุปสรรคเช้ายังรึก็จะกันแต่เชื่อเตยก็โดกันตะกูเตยchẳng biết là thực cho giang na của đào rồi xây bị bạn nâng lùm đuổi nè buổi rưỡi quạt rừng móm nè chẳng sầm nua nâng trong sông cho lau dạng clay và nắng hay trong mũi tiết sông bọ sải đây buổi tẹt tô nâng rương nị tiên đây kia bằng hành một nị nắng nhưng mưa mới ca tại chơi khi mấy người nè cro nè to nắng quạt phía trán quạt to là mong nè chẳng vừa con dây hướng ọc cá con hạ ọc cá ọt miền tây bỏ miên nè miên dọ hơi chẳng con dây mà mặt nó có sầm hen lụa xua mà nè chụp nâng chụp liên của ban ấy của ban của con dây thay dương việc ọt cả hay chẳng còn kinh lụa xua sầm hen lụa xua chẳng các bạn con nâng từ đó bên bộ nọt cũng nâng nhẹ miên cái cro mấy bên cái bịa thật không dây nhẹ miên nó mình chẳng bạch tàu miên lôi rọp liền đi nè mà nước nhẹ miên phía trán tranh bị nhẹ lối bàn tay còn miên cùng nứt nè chẳng bê là dây hướng một các con sầm lăng con không kích bị cha là ná tha từ chắp ở cả nữa việc mấy thử từ rô thôn thiên việc mấy màu bị nhiều chẳng là nó đại kiêng gì bị nọt ngược nẹt miên chẳng ti muôi đại kiêng thì dây thao mà ha tao nẹt cro thường mấy miên bán ti muôi cứ đô cả kịch sần nè thông bồng phật mà cứ đô cả kịch bộ con kịch là thưa tơ mình rối con nâng tơ mình rối vậy vân bộ con xua là thưa mấy ở rối nhé thưa mấy ở chành thưa mấy ở miền chứ con xua là hột nè mà là con trong miền trong mới là ôi trong hồ si ấy muôi ót lùi những con xua to thì thưa mấy ở miền lùi con kịch mà là thu đấy chơi nhà lùi nè bạn lôi chung vinh luôn con chơi nè bạn bộ con như thế con ọt lôi hay con chọc à bạn có thể bán lôi bị nè thường mấy ở bán lôi nè cái con kịch tới con nâng chanh nhà lôi nè cái bài máy con nè chẳng ti mũi cực đô cả kịch vừa có thằng phu dương nè cro mà đang ngày nam miền ghê đi nắng con kịch ra ngay nè rồi có cái trà màu hơi cái đa trà ấy trùng thì khách nắng con cro mà dự vật bạn bộ con cro là thơm mấy ở miền đó chẳng cứ con đô cả kịch sần đấy có đám bay đô ca kết bán tỏ có đô mất phẹ bộ có chụp là mất phẹ mà nước xoanh mà nước này dây bị ở đây là mà nước thà ôi dương cả sẽ co rồi dương cao mò cro mà đang như ngày nam miên đi hả bu cả sẽ co từ riêng rồi phải che và cài đôi kia riêng mình che thế bu dương nông nhá ở nhà phùm dương đi ôi khuyên nè che môi thế hiền mấy cùng che đây chân tỏ có đô nè nọt cầm nứt hay nâng nè xếp cốp dân nhá chắc bằng nhóm chuột mật phẹ đây này dây bị hương rương nào ọt phải giáo nhóm đã kịch bị gọn nhá còn của búa nhóm tư hướng ọt phải giáo nhóm đã kịch bị gọn chắc khi nhóm lại có đồ nọ nước nhóm nhưng nhóm tư chuột là một nước và cái đấy mà nước miên cầm nước lò miên nọ cầm nước lò đấy chắc bạn nhóm miên cầm nước lò đấy chắc có đồ mật phẹ thân bảo mật phẹ giúp lại của búa là phát gì ấy nè như là kịch ấy chênh chẳng đô krom nâng chênh dần chênh rương nâng mà rương còn dây tờ là rương đại khu hết nên là dây tờ rương lúa mê cho còn dây bị rương ấy nào thì họ dây bị rương đại dương thư mình cao nè rương dương thư cao đòn nom nên dây vẫn là con nom nên dây tạ rương thư mình cao rương men tu là ti là bọc luôn chắc là nó đại con dây tờ rương ọt phải dao thì hôm nay dây tờ bị rương bọc cồn nu dây tờ bị rương xong phải rẽ con nào này dây thạc và cao nóc cầm nứt ai thuê ban trong ca bị vót luôn trong ca bùng rít chấm này đắng con ọt nom nên là dây dân nè để cro ọt miên lối nắng thời kết lang bình đó đôi dân đam cái tuốt ở dân trong ban phái xoay đôi chi bị bạm tinh nhá tôi chỉ vừa chia ra chưa lươn đấy trong đắng cái bàn dân đam cái tuốt ai nó với trong ban phái xoay rồi có dân đam mà cà cha trong chia cho cao su kia mình gỡ bởi dân trong ban cho cao su thôi dân đam cao su nó đôi khi này bởi dân trong miên bọp nọt cầm nứt dân chịp nọt cầm nứt nè cro dân miên mày gỡ bữa này dây máu xoanh bà đã năng dây máu dây tao bị hương lục ba đấy bực lực không khác còn là máu còn là ở thư ấy tui muối nó còn là thư mình cao tí lục ba là ban cất sân này hồi chắc nhầm xưa qua được bên chốc thì lang tôi than và chan nó lục ba thế có sao
គាត់ចាប់ដើមដឹងគាត់ដឹងថាអូប៉ុណ្ណឹងលំបាកអីvậyចង់មានន័យថាអញ្ចឹងអញ្ចឹងវាអត់មានអីលំបាកទេក្នុងគណៈដែលគេឡើងដល់ឋានប្រច័នហ្នឹងអញ្ចឹងក្នុងការដែលធ្វើឲ្យកសាងមនុស្សម្នាក់ឲ្យខ្លាចជាមនុស្សជោគជ័យឬក៏មានក៏អត់អីលំបាកដែរអញ្ចឹងដូចខ្ញុំនិយាយបងប្អូនមើលតែគេឡើងទៅឋានប្រច័នមើលគេឡើងវាមិនប្រច័នហើយផែនដីហ្នឹងទំហំស្ទើរតែស្មើគ្នាបើតាមខ្ញុំដឹងប្រច័នតូចជាងផែនដីបន្តិចទេប៉ុន្តែបងប្អូនមើលទៅឃើញបើប៉ុនចានគោមួយប្រច័នមានន័យថាឆ្ងាយរាប់យោជជិះយន្តហោះអត់ដល់ទេអញ្ចឹងបានគេជិះយានអវកាសនោះអញ្ចឹងអ្នកដែលបង្កើតយានអវកាសហ្នឹងបើសិនជាគាត់មានគំនិតមួយគាត់ថាអូយណាជិះដល់ប្រច័នឆ្ងាយម្លឹងអញ្ចឹងគ្មានថ្ងៃចេញយានអវកាសទេអញ្ចឹងគាត់នៅតែមានគំនិតថាធ្វើមិនឲ្យទៅដល់បាទសំណួរខុសគ្នាយន្តហោះមិនដល់ប៉ុន្តែធ្វើមិនឲ្យដល់អញ្ចឹងតើមានយានជំនិះពិសេសមួយគឺគាត់រកឃើញយានអវកាសសួរថាស្រួលទេមិនស្រួលប៉ុន្តែធ្វើកើតបាទតើយូរឆាប់បាទអញ្ចឹងមនុស្សជោគជ័យគេមិនដែលនិយាយពាក្យថាធ្វើមិនកើតទេគេមិនដែលនិយាយថាអូយើងក្រណាពូយើងនោះមិនដឹងមិនមានទេអញ្ចឹងអ្នកជោគជ័យគេថាពូយើងក្រណាប៉ុន្តែធ្វើមិនឲ្យមានធ្វើមិនឲ្យជោគជ័យអញ្ចឹងគេកម្របោះបង់ចោលមហិច្ឆតានិងគោលដៅរបស់គេណាគេមានដៅគោលដៅច្បាស់លាស់ដូចខ្ញុំមកនិយាយថ្ងៃនេះខ្ញុំអាយុជិត40ឆ្នាំហើយខ្ញុំមានមហិច្ឆតាចង់រីកចម្រើនចង់ក្លាយជាមនុស្សថ្លៃថ្នូរចង់ក្លាយជាមនុស្សជោគជ័យតាំងពីអាយុ7 6ឆ្នាំនៅពេលដែលស្រុកក្រលហេងលហាមនោះខ្ញុំមានមហិច្ឆតានឹងបាត់ទៅហើយហ្នឹងបាទមិនទៅកើតពីម្សិលមិញទេបាទនេះជាឆន្ទៈហើយអញ្ចឹងបានមនុស្សដែលនិយាយជាមួយខ្ញុំថាធ្វើអីមិនកើតខ្ញុំអត់ចូលចិត្តនិយាយជាមួយគាត់ទេខ្ញុំច្រើនតែសួរថាចុះគេឡើងឋានប្រច័នគេឡើងរបៀបម៉េចខ្ញុំសួរតែសំណួរមួយម៉ាត់ហ្នឹងទេ